ខ្មែរចង់ឃើញមានការបង្រួបបង្រួមជាតិសាសនាជាតិឯកភាពជាតិនៅក្នុងពេលមានចំនួនជាមួយនឹងប្រទេសក្បែរខាងកម្ពុជាគឺប្រទេសសៀមដូច្នេះយើងចង់ឃើញអ្នកនយោបាយបង្រួបបង្រួមជាតិសាសនាជាតិពិតប្រាកដហើយយើងចង់ឲ្យរបបលោកហ៊ុនសែនមានឆន្ទៈមនសិការមុននឹងជីវិតចុងក្រោយខ្ញុំគិតថាលោកហ៊ុនសែនអាយុច្រើនហើយទោះបីជាមានថ្នាំមកពីឋានប្រអិនណាក៏មិនអាចរស់នៅជាមានជីវិតអមតៈដែរដូច្នេះមុននឹងគេហៅថាទូកទៅកំពុងនៅសូមឲ្យរបបលោកហ៊ុនសែនត្រូវដោះលែងលោកប្រធានកម្មសខាដោះលែងអ្នកទោសមនសិការកញ្ញាសេងធីរីនិងអាដាមថាច់សេដ្ឋានិយាយរួមទៅគឺអ្នកទោសមនសិការទាំងអស់ដែលពួកគាត់ជាប់ពន្ធនាគាររឿង CLV វាបានបញ្ចប់សពគ្រប់ហើយមិនព្រមដោះលែងពួកគាត់ដែលជាប់ពន្ធនាគារដោយសារតែរឿងគម្រោង CLV ដូច្នេះយើងទាមទារនឹងទទូចស្នើសុំឲ្យរបបលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនេះគួរតែមានឆន្ទៈមនសិការស្នេហាជាតិបង្រួបបង្រួមជាតិពិតប្រាកដនៅក្នុងពេលនេះគឺជាឱកាសដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតបង្ហាញពីស្នាដៃបង្រួបបង្រួមជាតិពិតប្រាកដហើយគឺជាគេហៅថាឱកាសល្អបំផុតសម្រាប់អ្នកដឹកនាំអ្នកនយោបាយធំចូលតុចរចាជជែកគ្នានិយាយគ្នាសាមគ្គីគ្នាប្រឆាំងតូចតាចអ្នកគ្រប់គ្រងមិនពិបាកនិយាយទេប្រសិនបើអ្នកនយោបាយចរចាគ្នាត្រូវនោះអ្នកគ្រប់គ្រងនឹងដើរតាមហើយដូច្នេះវាអត់មានពិបាកអីនោះទេសម្រាប់ការផ្សះផ្សាជាតិវាគឺជាឱកាសមួយដែលខ្ញុំមើលឃើញថាអ្នកនយោបាយមិនគួរណាឆ្លោះគ្នាមិនគួរណាបែកបាក់សាមគ្គីគ្នានោះទេនៅពេលដែលកំពុងតែសត្រូវឈ្លានពានគ្រប់ច្រកល្ហកគ្រប់អាខាងកើតក៏អញ្ចឹងអាខាងលិចក៏អញ្ចឹងដូច្នេះគួរតែអ្នកនយោបាយបង្ហាញពីភាពចាស់ទុំបង្ហាញគេហៅថាទុកស្នាដៃបន្សល់ឲ្យកូនចៅចំនួនក្រោយអ្នកនយោបាយចំនួនក្រោយរៀនសូត្រយកគំរូតាមទុកជាប្រវត្តិសាស្ត្រថ្មីត្បិតតែអស់លោកចំនួននេះនឹងស្លាប់ទៅដូច្នេះគួរតែបន្សល់ស្នាដៃបន្សល់ការចងចាំឲ្យកូនចៅចំនួនក្រោយរៀនសូត្រពីការបង្រួបបង្រួមជាតិកុំឲ្យតាំងពីខ្ញុំដឹងក្រីមកឃើញតែអ្នកនយោបាយនិយាយឲ្យអាក្រក់ស្ដាប់តិចទៅគឺឃើញតែអ្នកនយោបាយខំគ្នាឆ្លោះគ្នាយកបញ្ហាគ្រួសារយកបញ្ហាចំនួនបុគ្គលធ្វើជាសត្រូវរហូតដល់បែកបាក់សាមគ្គីរហូតដល់បែកបាក់ជាតិរហូតដល់ឲ្យប្រជាពលរដ្ឋអ្នកគ្រប់គ្រងមកខាងមើលមុខគ្នាមិនចំរហូតដល់ប្តីប្រពន្ធដេកមុងជាមួយគ្នាក្រែជាមួយគ្នាដោយសារតែមាននិន្នាការខុសគ្នាបែរជាកាប់សម្លាប់គ្នាឆ្លោះគ្នាហែកហួរគ្នាដោយសារតែគណៈបកដោយសារតែនិន្នាការនយោបាយនេះវាគឺជារឿងអាណោចអាធំវាគឺជាគ្រោះថ្នាក់សម្រាប់ជាតិខ្មែរមួយទាំងមូលដែលអ្នកនយោបាយគួរតែគិតពិចារណាឡើងវិញថាគួរតែយើងធ្វើអ្វីនៅទឹកចុងក្រោយបើនិយាយអំពីកីឡាបដាល់វិញគឺទឹកចុងក្រោយអស់ឱកាសហើយអ្នកនយោបាយអ្នកដែលចាស់ទាំងអស់ហ្នឹងទាំងលោកសំរាំងស៊ីទាំងលោកហ៊ុនសែនសុទ្ធតែជាទឹកចុងក្រោយខ្ញុំថាអស់ឱកាសវាយឡើងវាយទៀតហើយដូច្នេះគួរតែលោកទាំងពីរចូលតុចរចាជជែកគ្នាហើយដោះលែងអ្នកទោសមនសិការដោះលែងអ្នកទោសនយោបាយដែលពួកគាត់រងគ្រោះដោយសារតែចំនួននយោបាយប្រសិនបើលោកហ៊ុនសែននិងលោកសំរងស៊ីមិនឆ្លោះគ្នាពួកអ្នកទាំងអស់ហ្នឹងក៏មិនជាប់គុកដែរដូច្នេះពួកគាត់ទាំងអស់ហ្នឹងរងគ្រោះដោយសារតែលោកទាំងពីរឆ្លោះគ្នាដូច្នេះគួរតែដល់ពេលហើយជាឱកាសដែលត្រូវខ្មែរបង្រួបបង្រួមគ្នាសាមគ្គីគ្នាកុំឲ្យលោកហ៊ុនសែននិយាយថ្លែងតែគេហៅថាថ្លែងតែបបេមាត់ថ្លែងតែនៅលើกระดาษថាអួតថាភពអនុស្សាវរីយ៍របស់គណៈបកប្រជាជនបង្ហាញថាការវប្បធម៌សន្តានាផ្សះផ្សាជាតិបង្រួបបង្រួមជាតិពង្រីកពង្រឹងលទ្ធិប្រជាធិបតេយ្យទទួលយកមតិគ្រប់និន្នាការនយោបាយនិយាយតែមាត់និយាយតែបបេមាត់ក៏ប៉ុន្តែធៀបពិតចាប់អ្នកប្រឆាំងដាក់គុកដៃម្ខាងទល់ជាមួយនឹងសត្រូវឈ្លានពានអាខាងលិចដៃម្ខាងចាប់គេដាក់គុកហើយអានឹងវាហត់នឿយពេកហើយខ្ញុំមើលឃើញថាលោកគួរតែផ្សះផ្សាជាតិពួកប្រឆាំងអត់មានអីពិបាកទេប្រសិនបើអស់លោកបង្រួបបង្រួមជាតិដោះលែងលោកកឹមសុខាដោះលែងអ្នកទោសមនសិការ
ទាំងអស់ឲ្យមានសេរីភាពពួកប្រឆាំងខ្ញុំគិតថាពួកគាត់នឹងគ្រប់គ្រងនឹងរួបរวมគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងដៃគ្នាដើម្បីប្រយុទ្ធជាមួយនឹងសត្រូវឈ្លានពានទឹកដីរបស់យើងនោះមិនគួរណាបែរជាមានសត្រូវឈ្លានពានហើយខ្មែរនៅតែឆ្លោះគ្នាខ្មែរនៅតែបែកបាក់សាមគ្គីនៅតែចាប់គេដាក់គុកយើងគិតមើលថាតើរបបតើលោកហ៊ុនសែនធ្វើបែបហ្នឹងនេះសួរថាតើជាចុងក្រោយជាជីវិតចុងក្រោយទូទៅកំពុងនៅសួរថាលោកអត់ចង់បន្សល់ទុកកិត្តិយសកេរ្តិ៍ឈ្មោះឲ្យគណៈបកប្រជាជនអត់ចង់ទុកកិត្តិយសកេរ្តិ៍ឈ្មោះឲ្យកូនចៅចំនួនក្រោយរបស់លោកទេឬក៏លោកចង់គេហៅថាទៅនៅឲ្យគេស្អប់ដល់ពេលស្លាប់ទៅឲ្យគេចងចាំរឿងអាក្រក់ដែលមិនបានបង្ហាញអំពីការបង្រួបបង្រួមជាតិសាសនាជាតិលោកហ៊ុនសែនខ្ញុំទទួលស្គាល់គាត់មានគេហៅថាមានស្នាដៃរឿងពីមុនច្រើនមកណាដូច្នេះជាឱកាសចុងក្រោយនេះទៀតគឺសាងស្នាដៃជាប្រវត្តិសាស្ត្រដើម្បីបង្រួបបង្រួមជាតិប្រសិនបើលោកហ៊ុនសែនមិនព្រមបង្រួបបង្រួមជាតិមិនព្រមសាសនាជាតិនៅតែប្រើវិធីសាស្ត្រស្មោករោគគេហៅថាធ្វើច្បាប់ដើម្បីចាប់អ្នកប្រឆាំងដាក់គុកអ្នកដែលរិះគន់ដាក់គុកនោះវាគឺជារឿងគេហៅថាអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រហើយក៏ជាវាសនាចុងក្រោយហើយបែរជាបន្សល់ទុកនៅរឿងអាសោចរឿងអាក្រក់ដែលកូនខ្មែរចងចាំមិនមែនចងចាំរឿងល្អទេចងចាំរឿងអាក្រក់ចងចាំរឿងជូរជាតិចងចាំរឿងតាក់តែងច្បាប់ដើម្បីដកសញ្ជាតិអ្នកដែលប្រឆាំងបែរជាលួចផ្ដោតសញ្ជាតិឲ្យជនបរទេសខ្លួនឯងដែលជាអ្នកលួចផ្ដោតសញ្ជាតិឲ្យជនបរទេសអតីតនាយករដ្ឋមន្ត្រីស្រីយីងឡាក់បែរជាខ្លួនឯងមិនជាប់គុកតែជារោវិធីសាស្ត្រដើម្បីស្នើច្បាប់ឲ្យចាប់អ្នកប្រឆាំងដាក់គុកអ្នកណាដែលរិះគន់ដាក់គុកដកហូតសញ្ជាតិគេវាគឺជាអំពើមួយដែលអាក្រក់មែនតើណាដែលពលរដ្ឋខ្មែរមើលឃើញថាទោះបីជាពលរដ្ឋខ្មែរពួកគាត់មិនហ៊ាននិយាយអ្នកខ្លះនៅក្នុងស្រុកមិនហ៊ាននិយាយក៏ប៉ុន្តែគេដឹងច្រើនណាស់គេយល់ច្រើនណាស់ក៏ប៉ុន្តែគ្រាន់តែលោកនៅមានអំណាចក្តាប់ពេញដៃគេមិនហ៊ាននិយាយក៏ប៉ុន្តែក្នុងចិត្តរបស់គេក្នុងបេះដូងរបស់គេដឹងខុសដឹងត្រូវអញ្ចឹងពេលដែលលោកអស់អំណាចទៅគេនឹងចងចាំគេនឹងដឹងឮគេនឹងប្រាប់កូនចៅគេចំនួនក្រោយទោះបីជាគេមិនហ៊ាននិយាយជាសាធារណៈដូចខ្ញុំក៏ប៉ុន្តែគេក៏លួចនិយាយគេលួចគិតគេលួចដឹងគេអាចចាប់ខួរក្បាលគេឲ្យគិតបានទេអាចចាប់ខួរក្បាលគេឲ្យចេះពិចារណាបានទេដូច្នេះគួរតែបង្ហាញពីគេហៅថាភាពស្មោះត្រង់ខ្លះផងកុំឲ្យលោកជាប់ក្នុងប្រវត្តិសាស្ត្រឈ្មោះលោកហ៊ុនសែនគឺជាឈ្មោះដែលគេហៅថាអ្នកនយោបាយដ៏ពូកែល្បិចកិច្ចកលដ៏ពូកែបោកប្រាស់ដ៏ពូកែល្បិចស្មោករោគបំផុតល្បិចបែបណាក៏លោកហ៊ុនសែនអាចធ្វើបានដែរដើម្បីឲ្យតែបានផលប្រយោជន៍នយោបាយកុំឲ្យជាប់ឈ្មោះអាក្រក់បែបហ្នឹងសិនបើលោកហ៊ុនសែននៅតែបន្តសម្លាប់ជីវិតនយោបាយខ្លួនឯងទោះបីជាអាចកាន់អំណាចបានក៏ប៉ុន្តែសម្លាប់ជីវិតនយោបាយខ្លួនឯងសម្លាប់គេហៅថាប្រជាប្រិយភាពរបស់គណៈបកប្រជាជនសម្រាប់ប្រជាប្រិយភាពរបស់កូនចៅរបស់លោកចំនួនក្រោយនោះឲ្យគេដឹងថាលោកហ៊ុនសែនគឺជាមនុស្សកំពូលល្បិចកុហកយើងមើលបោកកុហកប្រជាពលរដ្ឋខ្មែរយ៉ាងម៉េចខ្លះថាលោកហ៊ុនសែនម្ដងចេះម្ដងចុះឃើញលោកហ៊ុនសែនបង្ហាញសារភាពថាខ្លួនឯងចាញ់ល្បិចថៃយើងគិតមើលគ្រាន់តែថៃកូនក្មេងនាយករដ្ឋមន្ត្រីស្រីក្មេងកូនក្មេងទៅតែនឹងកើតផងនេះអាយុប្អូននឹងហ៊ុនម៉ាណែតផងនេះលោកហ៊ុនសែនចាញ់បោកនាយករដ្ឋមន្ត្រីស្រីផែថងឋានដកទ័ពបែរជានិយាយបោកជាប្រវត្តិថាកែសម្រួលកងទ័ពនេះវាគឺជាទោសដែលវាគឺជាកំហុសដ៏ធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រយើងសាកសម័យមើលគ្រាន់តែថៃក៏ប៉ុណ្ណឹងផងនៅចាញ់បោកថៃនៅមានកំហុសប៉ុណ្ណឹងរឿងកោះគុជរឿងអីច្រើនណាស់ចុះតម្រាំតែជាមួយយួនយើងគិតមើលទឹកដីខ្មែរតើនឹងបាត់បង់ទៅចាញ់បោកយួនកម្រិតណាយួនគូផែនទីคล้ายដើម្បីប្លន់ដីខ្មែរយកកោះត្រល់យកកោះមួយចំនួនរបស់ខ្មែរយើងគិតមើលសូម្បីតែថៃលោកហ៊ុនសែនហ៊ាននិយាយខ្ញុំទទួលស្គាល់ថាលោកហ៊ុនសែនក្លាហានជាមួយនឹងថៃហ៊ាននិយាយការពិតថាថៃគឺជាចៅគូផែនទីคล้ายដើម្បីលួចដីខ្មែរចំណែកអាខាងកើតយួនក៏អញ្ចឹងដែរបើវាគឺជាចៅគូផែនទីคล้ายដើម្បីលួចដីខ្មែរដែរយើងត្រូវទទួលស្គាល់ការពិតដូច្នេះអាខាងលិចអាខាងកើតសិតតែគូផែនទីខ្លួនឯងកែគូផែនទីคล้ายដើម្បីលួចដីខ្មែរបែរជាលោកហ៊ុនសែនអត់ហ៊ាននិយាយជាមួយនឹងអាខាងកើតទេក៏ប៉ុន្តែលោកហ៊ុនសែនប្រើនយោបាយបោកខ្មែរម្ដងហើយម្ដងទៀតឃើញទេរឿងដកកងទ័ព
បែរជាចាញ់ល្បិចថៃដកកងទ័ពប្រែបនិយាយបោកខ្មែរថាកែសម្រួលកងទ័ពនេះគឺជារឿងមួយដែលបោកខ្មែរម្ដងហើយម្ដងទៀតរឿងដាក់ពាក្យបណ្ដឹងទៅអន្តរជាតិតុលាការអន្តរជាតិ ICJ ក៏ដូចគ្នាឃើញល្បិចបោកប្រាស់ខ្មែរម្ដងហើយម្ដងទៀតនេះគឺជានយោបាយគេហៅថាអត្តឃាតខ្លួនឯងសម្រាប់ប្រជាប្រិយភាពខ្លួនឯងកុំបន្ទោសពួកប្រឆាំងថាម៉េចបានជាពួកប្រឆាំងចេះតែប្រឆាំងអត់មានចេះតែប្រឆាំងទេដោយសារតែនយោបាយគេហៅថាអត្តឃាតខ្លួនឯងនយោបាយបោកប្រាស់នយោបាយប្រជាពិធខ្មែរម្ដងហើយម្ដងទៀត